ចាលោកនាងជាទីគោរពនឹងជាទីមេត្រីសេវា Esilida Internet គឺមានការតាក់ទាញក៏ដូចជាការចាប់អារម្មណ៍ខ្លាំងជាងសេវា Esilida Unity សេវា Esilida Internet ដែលបានសម្ពោធដោយប្រើប្រាស់ជាផ្លូវការកាលពីដើមខែកក្កដាកន្លងមកនេះត្រូវបានកត់សម្គាល់ឃើញថាមានការតាក់ទាញយ៉ាងខ្លាំងពីអតិថិជនរបស់ខ្លួនដែលបានចុះឈ្មោះប្រើប្រាស់រហូតដល់ចំនួនជិត 2000 នាក់ដែលធ្វើឲ្យសេវាប្រើប្រព័ន្ធអ៊ីនធឺណិតមួយនេះហក់ចូលចំណាត់ថ្នាក់ខ្ពស់ជាងសេវា Esilida Unity ប្រើប្រព័ន្ធទូរស័ព្ទចល័តដែលបើកឲ្យប្រើប្រាស់មួយខែដំបូងមានអតិថិជនចុះឈ្មោះត្រឹមតែចំនួនជាង500នាក់ប៉ុណ្ណោះនេះបើតាមការលើកឡើងរបស់ប្រធាននាយកប្រតិបត្តិធនាគារ Esilida PLC នៅថ្ងៃម្សិលមិញគួររំលឹកថាសេវា Esilida Internet គឺជាសេវាលំដាប់ថ្នាក់ពិភពលោកប្រកបដោយសុវត្ថិភាពខ្ពស់និងមានភាពងាយស្រួលសម្រាប់អតិថិជនប្រើប្រាស់សេវាធនាគារដោយខ្លួនឯងតាមតម្រូវការគ្រប់ពេលវេលាគ្រប់ទីកន្លែងរហូតដល់24ម៉ោងនៅក្នុងមួយថ្ងៃនិង7ថ្ងៃនៅក្នុងមួយសប្តាហ៍ដោយពុំចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារ Esilida PLC នោះឡើយមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី29ខែកក្កដាឆ្នាំ2014ម្សិលមិញនេះលោកបណ្ឌិតអិនចានីប្រធាននាយកប្រតិបត្តិធនាគារ Esilida PLC បានឲ្យដឹងទៀតថាការបើកឲ្យប្រើប្រាស់នៅសេវាថ្មីនេះគឺនៅក្នុងគោលបំណងចង់បន្តពង្រីកអភិវឌ្ឍសេវាអេឡិចត្រូនិកតាមរយៈអ៊ីនធឺណិតបន្ថែមទៅលើសេវាដែលធនាគារដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ2007មកដល់ពេលនេះក្នុងនោះយើងមានម៉ាស៊ីន ATM ចំនួន172ម៉ាស៊ីនស្មើនឹង 25% នៃចំនួនម៉ាស៊ីន ATM ទូទាំងប្រទេសកម្ពុជាម៉ាស៊ីនឆូតកាតចំនួន 1700 ម៉ាស៊ីនដាក់ពង្រាយទូទាំងប្រទេសកម្ពុជាហើយយើងមានសេវាមួយទៀតគឺសេវាអេឡិចត្រូនិក Esilida Unity ដែលសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីខែកក្កដាឆ្នាំ2010កន្លងទៅដោយមានអ្នកចុះបញ្ជីប្រើប្រាស់មានចំនួនតែ 130,000 នាក់តែប៉ុណ្ណោះដែលស្មើនឹង10% នៃចំនួនគណនេយ្យសរុបលោកបណ្ឌិតបន្តថាសម្រាប់សេវា Esilida Internet ដែលបានសម្ពោធដោយប្រើប្រាស់ជាផ្លូវការកាលពីដើមខែកក្កដាកន្លងមកនេះមិនទាន់បានមួយខែផងដោយគិតត្រឹមថ្ងៃទី4មកដល់ថ្ងៃទី28ខែកក្កដាឆ្នាំ2014មានអ្នកចុះឈ្មោះប្រើប្រាស់ចំនួន 1890 នាក់ដែលតួលេខនេះសង្កេតឃើញថាការយកចិត្តទុកដាក់និងការចាប់អារម្មណ៍ទៅលើសេវាថ្មីមួយនេះមានវិសាលភាពធំជាងការដាក់ឲ្យប្រើប្រាស់នៅសេវា Esilida Unity ដោយចាប់ផ្ដើមដំបូងមួយខែគឺមានអ្នកចុះបញ្ជីប្រើប្រាស់មានចំនួនប្រមាណតែ500នាក់ប៉ុណ្ណោះ